ព្រោះតែគ្រួសារក្រក្រៃធ្វើការស្រកេទាំងពេលយប់ទាំងពេលថ្ងៃជីវិតដូចធ្លាក់អវ័យជ័យរាល់ថ្ងៃដើម្បីគ្រួសារព្រោះតែខ្លួនក្រទៅខំសោស៊ូធ្វើការទាំងចិត្តតែខ្ទោតស៊ូនឹងព្រំលិខិតលួចឆក់ផ្លន់គេរូបខ្ញុំមិនដែលប្រព្រឹត្តហេតុអ្វីក៏ព្រមលិខិតកំរិតឲ្យខ្ញុំវេទនានេះគឺរឿងពិតជីវិតនៃខ្ញុំរាល់ថ្ងៃឃ្លាតស្រុកឃ្លាតភូមិព្រោះតែជំរំភាពក្ររៀនបានតិចតួចវិជ្ជាគ្មានអ្នកគាំទ្រស្ថានភាពគ្រួសារយើងក្រត្រដរធ្វើពលក៏គេសង្ឃឹមថ្ងៃមកផុតទុក្ខគ្រោះកម្មជីវិតត្រូវរស់សុខុមជួបជុំនឹងក្រុមគ្រួសារព្រោះតែភាពក្រជំនះរាល់គ្រប់បញ្ហាតស៊ូនឹងព្រេងវាសនាទើបឃើញលោកាថ្កុំថ្កា